ជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងទៀតសម្រាប់បងប្អូនណាដែលត្រូវការបូ comment ឬក៏ like នៅក្នុងវីដេអូឬក៏ post នៅក្នុង Facebook របស់យើងចំពោះការបូ comment like នេះផងដែរគឺអត់មានអីពិបាកទេដូចគ្រាន់តែយើងត្រូវការ link របស់ post ក្នុងបណ្ណងឲ្យក្នុងការបាន link ហ្នឹងយើងគ្រាន់តែ copy link នៃការpost របស់យើងដែលយើងត្រូវការបូហ្នឹងយកមក copy link ហ្នឹងយកទៅដាក់ក្នុង website របស់យើងហើយក្នុងការ copy link ហ្នឹងយើងគ្រាន់តែចុចពាក្យ share ឧទាហរណ៍ថានេះខ្ញុំយកវីដេអូនេះខ្ញុំ copy link វីដេអូហ្នឹងឧទាហរណ៍ថាយើងចុចកន្លែង share នេះមកបន្ទាប់មកយើងនឹងឃើញពាក្យ copy link នៅខាងក្រោមគេយើងចុចពាក្យលើ copy link ហ្នឹងមកបានន័យថាយើងបាន copy link វីដេអូហើយហើយអីដែលយើងត្រូវធ្វើបន្ទាប់ទៀតគឺយើងត្រូវចូលទៅក្នុង Safari ឬក៏ Google ដើម្បី search ពាក្យថាសបាយ SMM ចំពោះ Safari ឬក៏ Google នេះផងដែរបងប្អូនដែលប្រើ Android គឺមាន Google ឬក៏ Chrome ស្រាប់ប៉ុន្តែ iPhone គឺត្រូវចូលទៅក្នុង Safari សិនបងប្អូន search ពាក្យថាសបាយ SMM ទៅមក .com បងប្អូន search ឲ្យអស់ចឹងមកបន្ទាប់មកបងប្អូនចុចពាក្យ search នៅខាងស្ដាំដៃនៃ keyboard ហ្នឹងមកបន្ទាប់មកយើងនឹងឃើញ website មួយនៅខាងលើគេដែលមានឈ្មោះថាសបាយ SMM ជាមួយនឹង logo តុក្កតាយើងឃើញ website ហ្នឹងមួយតែមួយគត់ទេបើសិនជាបងប្អូន search ធំពាក្យថាសបាយ SMM បងប្អូននឹងឃើញ website ផ្សេងឬក៏ website គេផ្សេងអីចឹងទៅប៉ុន្តែបើបងប្អូន search ដល់ពាក្យ .com បងប្អូននឹងឃើញ website មួយដែលយើងចង់បានតែប៉ុណ្្នឹងឯងឧទាហរណ៍ថាយើង search ពាក្យសបាយ SMM ចឹងទៅយើងឃើញសបាយ smm.com នៅខាងលើគេគឺមាន website នឹងតែមួយគត់ហើយបន្ទាប់មកយើងចុចនៅលើ website នឹងមកបន្ទាប់ពីយើងចុចនៅលើ website នឹងហើយគឺយើងបានមកដល់នេះបងប្អូនឃើញគេដាក់ដើម្បី login to your account ហ្នឹងបងប្អូនចុចកន្លែង username ហើយយើងដាក់ username របស់យើងមកឧទាហរណ៍ថានាងខ្ញុំមាន username របស់នាងខ្ញុំគឺដាក់ username របស់នាងខ្ញុំហើយបន្ទាប់មកយើងដាក់ password ចំពោះ password នេះគឺវាសំខាន់ដែរគឺយើងអត់ password អត់កើតទេបន្ទាប់មកយើងចុច remember me មកហើយបន្ទាប់មកយើងចុច login នេះបន្ទាប់ពីនឹងហើយបងប្អូនដែលមិនទាន់បានចូលឈ្មោះប្រើប្រាស់ website ទេបងប្អូនអាចចុចកន្លែង sign up នៅខាងលើហើយទៅមើលពីរបៀបចូលឈ្មោះប្រើប្រាស់ website នៅវីដេអូមុននាងខ្ញុំបានធ្វើវីដេអូពីរបៀបចូលឈ្មោះប្រើប្រាស់ website នៅក្នុង channel YouTube របស់នាងខ្ញុំហើយបងប្អូនចូលទៅមើលនៅក្នុងវីដេអូនោះទៅនាងខ្ញុំបានធ្វើវីដេអូពីរបៀបចូលឈ្មោះប្រើប្រាស់ website នោះបងប្អូនគ្រាន់តែដាក់ username ហើយមាន email មួយនិងមាន password នោះគឺជា password email របស់យើងហើយយើងត្រូវចាំ username ឬក៏ password របស់ email នោះទុកផងព្រោះជាវាថ្ងៃក្រោយយើង login ចូលប្រើប្រាស់ទៅយើងភ្លេចទៅគឺយើងពិបាកក្នុងការចូលឈ្មោះម្ដងទៀតប៉ុន្តែបើបងប្អូនអាសាភ្លេចអីទេអាចscreenshot ទុកឬក៏ note ទុកអីក៏បានដែរបន្ទាប់មកពេលដែលយើងដាក់ username password អីហើយយើង login ពេលដែលយើងចុចកន្លែង login ហ្នឹងហើយបងប្អូនបានមកដល់កន្លែងនេះក្នុងគណនី website របស់នាងខ្ញុំគឺមានទឹកប្រាក់ចំនួន $0.45 ហើយកន្លែងដាក់ទឹកប្រាក់ហ្នឹងគឺកន្លែងនៅខាងឆ្វេងដៃសញ្ញាព្រួយនៅខាងលើហ្នឹងបងប្អូនហើយទៅមើលវីដេអូមុននាងខ្ញុំដាក់ជាមួយនឹងរបៀបចូលឈ្មោះប្រើប្រាស់ website ហ្នឹងនាងខ្ញុំបានដាក់ពីរបៀបដាក់លុយនៅក្នុងគណនីផងដែរហើយបងប្អូនចូលទៅមើលទៅហើយដាក់ប្រាក់នៅក្នុងហ្នឹងទៅបន្ទាប់មកទៀតបងប្អូនមើលកន្លែងបណ្ដុំសេវាកម្មនេះបងប្អូនមើលកន្លោនខាងនោះមានសេវាកម្មជាច្រើនមានសេវាកម្ម YouTube Facebook TikTok អីចឹងទៅប៉ុន្តែថ្ងៃនេះគឺវីដេអូរបស់យើងគឺ focus ទៅលើ Facebook ចឹងយើង select យកសេវាកម្ម Facebook មកបន្ទាប់ពីយើងយកសេវាកម្ម Facebook ហើយគឺយើងអូមកខាងក្រោមបន្តិចយើងនឹងឃើញពាក្យ category បងប្អូននឹងឃើញកន្លោនមួយនៅខាងក្រោមពាក្យ category ហ្នឹងបងប្អូនចុចនៅលើកន្លោនហ្នឹងមកបន្ទាប់មកទៀតបងប្អូននឹងឃើញមានសេវាកម្មជាច្រើនដែលនៅខាងក្នុងកន្លោន category ហ្នឹងបងប្អូនអូរមើលពាក្យថា Facebook comment មកនេះបងប្អូនគឺមាន Facebook comment reaction មាន comment ធម្មតាអីចឹងមានច្រើនបន្ទាប់មកបងប្អូនអូរមើលឃើញមានសេវាកម្មជាច្រើនទៀតដែលមិនមានតែប៉ុណ្្នឹងទេប៉ុន្តែនេះគឺយើង focus ទៅលើTikTok Facebook comment អញ្ចឹងយើងយក Facebook comment មកគឺយើង comment reaction នេះបន្ទាប់មកទៀតមកដល់កន្លែង service គឺមានកន្លោននៅខាងក្រោមនឹងដូចកន្លែងខាងលើដែរយើងចុចនៅលើកន្លោននឹងដូចគ្នាមកពេលដែលយើងចុចនៅលើកន្លោននឹងហើយបងប្អូនឃើញមានតម្លៃសេវាកម្មមួយរបស់វាគឺមានតម្លៃខុសគ្នាឧទាហរណ៍តម្លៃទី1មានសេវាកម្ម$1សេវាកម្មទី2មានតម្លៃ$1.98ហើយតម្លៃទី3មានតម្លៃ$0.54ចឹងទៅហើយបងប្អូនចង់សាកល្បងបួសេវាកម្មដំបូងទេបងប្អូនយកតម្លៃសេវាកម្មណាដែលមានតម្លៃធូរថ្លៃជាងគេសិនមកឧទាហរណ៍ថានាងខ្ញុំយកតម្លៃទី1នេះគឺជា comment បែប
reaction like មេដៃបងប្អូនហើយទី2មាន comment reaction បេះដូងបងប្អូនចុចនឹងមកបងប្អូនឆ្លាញ់ comment មួយណាបងប្អូនយក comment មួយនឹងមកតែនេះខ្ញុំសាកយក comment រូបមេដៃនេះសិនមកបន្ទាប់មកទៀតមកដល់កន្លែងនេះគឺយើងត្រូវដាក់ link គឺយើងបាន copy ពីដើមវីដេអូហើយអញ្ចឹងយើងគ្រាន់តែផាស link ដែលយើងបាន copy ពីដើមវីដេអូហ្នឹងដាក់ចូលនៅក្នុង cloud ហ្នឹងមកពេលដែលយើងផាស link ហ្នឹងហើយគឺ link ហ្នឹងលោតចូលទៅក្នុង cloud ហ្នឹងមកដល់ cloud ខាងក្រោមគឺជាចំនួន comment reaction ដែលយើងត្រូវដាក់បងប្អូនចង់បាន comment reaction ពីប៉ុន្មានទៅបងប្អូនអាចដាក់ពីចំនួន20 reaction ឡើងទៅហាមក្រុម20ហ្នឹងគឺក្រុម20ហ្នឹងគឺវាអត់ connect ឲ្យយើងទេបងប្អូនអញ្ចឹងយើងគ្រាន់តែចុចនៅលើនឹងមកឲ្យដាក់លើសពីពាក្យ20ទៅនិយាយរួមទៅគឺយើងអាចដាក់ពីធំចំនួន20 comment ហ្នឹងទៅហើយឧទាហរណ៍ថានាងខ្ញុំដាក់20 comment គឺមានទឹកប្រាក់ចំនួន 0.010 ហើយបើនាងខ្ញុំដាក់ធំ30 comment គឺមានតម្លៃធំតែ 0.016 ទេកន្លែងឆាច់ខាងក្រោមហ្នឹងគឺវាលោតចំនួនទឹកប្រាក់ដែលយើងត្រូវចំណាយទៅលើ30 comment ហ្នឹងស្រាប់ឲ្យយើងអត់មានអីពិបាកដែលយើងត្រូវថាអូយើងចំណាយប៉ុណ្ណេះយើងត្រូវចំណាយថវិកាប៉ុន្មានគឺយើងដឹងនៅខាងក្រោមហ្នឹងស្រាប់បន្ទាប់មកបងប្អូនឃើញពេលដែលយើងដាក់គ្រប់ចន្លោះអស់ហើយអត់មានអីកន្លែងនេះត្រូវដាក់ទៀតទេអញ្ចឹងបងប្អូនគ្រាន់តែចុច submit មកឲ្យ submit នៅខាងក្រោមហ្នឹងបងប្អូនចុច submit ហ្នឹងមកពេលដែលយើងចុច submit ហ្នឹងហើយវានឹងលោតផ្ទាំងពណ៌ខៀវបែបនេះបានន័យថាការបញ្ជាទិញសេវាកម្មរបស់យើងហ្នឹងគឺជោគជ័យរួចដល់ជាការស្រេចហើយបើបងប្អូនមានចម្ងល់កន្លែងណាអាច comment នៅខាងក្រោមវីដេអូបានព្រោះនាងខ្ញុំនឹងចូលទៅឆ្លើយតប comment របស់បងប្អូនបានបើសិនជាមានចម្ងល់ហើយវីដេអូយើងគឺមានតែប៉ុណ្្នឹងទេសម្រាប់ការ boost comment reaction នៅក្នុងវីដេអូផុសរបស់យើងហើយបើបងប្អូនចង់ដឹងពីរបៀប boost សេវាកម្មផ្សេងទៀតបងប្អូនកុំភ្លេចចុច subscribe នៅលើ channel YouTube របស់នាងខ្ញុំហើយចាំជួបគ្នានៅវីដេអូក្រោយហើយវីដេអូយើងគឺមានតែប៉ុណ្្នឹងទេអរគុណជម្រាបលាបងប្អូនទាំងអស់គ្នា